បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមក៏ដូចជាបងប្អូនដែលកំពុងទស្សនា YouTube ផងដែរបាទថ្ងៃនេះខ្ញុំមានវីដេអូមកចែកចាយមួយអំពីបងប្អូនឬក៏បងដែលបាទសិត Windows ខ្លួនឯងណានេះសម្រាប់ដែលបងប្អូនអត់ទាន់ដឹងបាទគឺពីរបៀប Active Windows បាទដោយយើងមិនចាំបាច់ចំណាយថវិកាទិញ license នៃច្រើនបងប្អូនអាចយកទៅប្រើប្រាស់បានអញ្ចឹងណាបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរអញ្ចឹងបងប្អូនចូលមកជាមួយខ្ញុំពេលដែលបងប្អូន set Windows រួចបាទបងប្អូនឃើញវា load បាទ load ត្រង់នេះហ៎បាទវាឲ្យយើង activate Windows តែយើងអត់ដឹងថា activate បែបណានោះទេអញ្ចឹងបងប្អូនខ្លះក៏បងប្អូនចេះដែរហើយបងប្អូនមិនទាន់ចេះអញ្ចឹងបងប្អូនអាចមើលតាមរបៀបខ្ញុំទាំងអស់គ្នាបាទអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បី activate Windows ឲ្យវា full បានន័យថា Windows យើង set up តម្លើងមករួចហើយអញ្ចឹងបានថាវាអត់ទាន់ full ទេដោយសារវានៅជាប់ license ឬក៏ជាប់ credit អីចឹងណាបងប្អូនអញ្ចឹងខ្ញុំមានកម្មវិធីមួយតែមួយ click ទេបងប្អូននឹងប្រើប្រាស់បានស្រួលឬក៏បានរហូតតែម្ដងវាមិនអាហ្នឹងអាស្រ័យទៅលើយើងទេពីបងប្អូន set Windows ម្ដងបងប្អូនអាច activate ម្ដងអញ្ចឹងយើង activate បានរហូតអញ្ចឹងខ្ញុំមានកម្មវិធីមួយបាទអូខេអញ្ចឹងមើលកុំព្យូទ័ររបស់ខ្ញុំពេលដែលខ្ញុំ set up រួចវាឲ្យ activate ចាំបងប្អូនមើលទាំងអស់គ្នាបាទវាឲ្យ activate អញ្ចឹងបងប្អូនចូលមកទាំងអស់គ្នាមកបាទអញ្ចឹងបន្ទាប់មកបាទយើងមានកម្មវិធីមួយនេះបាទកម្មវិធីមួយនេះបន្តិចទៀតខ្ញុំនឹងដាក់ Telegram នៅខាងក្រោមដើម្បីឲ្យបងប្អូន download យក free ដល់អត់គិតថ្លៃអញ្ចឹងណាបងប្អូនតែសូមបងប្អូនជួយsubscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដែរបាទសូមអរគុណអញ្ចឹងបងប្អូនមកទាំងអស់គ្នាមកបន្ទាប់មកបាទយើងឃើញហើយបាទនេះកម្មវិធីនេះអញ្ចឹងបងប្អូនបើកវាពេលបងប្អូន download វាបានបងប្អូនបើកវាចេញពីបាទចេញពី chip មកបន្ទាប់មកបងប្អូនអឺត្រូវតែបិទកម្មវិធី scan virus សិនរបស់ Windows ចាប់ពី10ឡើងវាមានកម្មវិធីមួយបាទកម្មវិធីមួយនេះបងប្អូនឃើញទេបាទកម្មវិធីនេះជាកម្មវិធី scan មេរោគពេលដែលមានកម្មវិធីអីផ្សេងមកគឺវាចាប់អត់ឲ្យយើងដំណើរការបានទេអញ្ចឹងបងប្អូនធ្វើយ៉ាងណាដើម្បីចូលទៅបិទកម្មវិធីនេះសិនដើម្បីកុំឲ្យ scan កម្មវិធីរបស់យើងនេះបញ្ជាក់ផងដែរវាមិនមែនជាបញ្ហាអីទេគ្រាន់តែកម្មវិធី file ក្រេកមួយចំនួនគឺប្រភេទពួកកម្មវិធី scan នេះគឺវាចាប់យកឲ្យយើងដំណើរការទេអញ្ចឹងបងប្អូនដើម្បីបិទវាបងប្អូនចូលមកបាទទី2នេះបន្ទាប់មកបងប្អូនរកពាក្យថាបាទ manage setting នេះបាទ manage setting បន្ទាប់មកបងប្អូនបិទវាចេះដូចខ្ញុំមកយើងកុំអនវាបងប្អូននេះដាក់ off បិទទាំងអស់ចេះមកបានថាកម្មវិធីហ្នឹងវាលែងដំណើរការហើយបន្ទាប់មកទៀតបងប្អូនចូលមកបើកកម្មវិធី Activate Windows របស់យើងមកបាទចូលវាមកបងប្អូនឃើញនេះអញ្ចឹងវាមាន3 4អញ្ចឹងបងប្អូនអាចនេះបងប្អូនគាត់ថា install វាឡើងមករបស់ click វាឡើងមកបន្ទាប់មកវាអាស្រ័យទៅតាម Windows របស់បងប្អូននេះ Windows ខ្លះវាអាច load ចេះ Windows ខ្លះវាអត់ load ទេអញ្ចឹងយើងចូលទៅកន្លែងមកនេះមកបន្ទាប់មកយើងចុច always run បាទចុច always run ចេះមកបន្ទាប់មកយើងយកពាក្យថា yes តមកយកពាក្យថា yes មកវានឹងឡើងកម្មវិធីនឹងឲ្យហើយបាទបងប្អូនคลิกលើវាមកបាទបងទៀតបាទបងប្អូនឃើញទេបាទនេះឃើញកម្មវិធីនេះវា load មកហើយបាទអញ្ចឹងបន្ទាប់មកអត់មានពិបាកអីច្រើនទេយើងគ្រាន់តែចូលទៅកន្លែងអត់សិតនេះមកបាទវានឹងស្គាល់នៅ brand ស្គាល់នៅឈ្មោះ Windows របស់យើងនេះអានេះសារឈ្មោះ Windows របស់ខ្ញុំបាទយើងបន្ទាប់មកចុច active បាទចុច active មកបាទបន្ទាប់មកនេះវាសួរយើងនេះតើអ្នកពិតជាចង់ active Windows អញ្ចឹងយើងចុចយកពាក្យថា yes បាទអញ្ចឹងរងចាំវាមកបាទត្រង់កន្លែងនេះបងប្អូនឃើញទេ
activate Windows 10 Pro អញ្ចឹង Windows របស់ខ្ញុំគឺ Windows 10 Pro 64 bit បាទឥឡូវវាបាន active រួចរាល់ហើយបាទបន្ទាប់មកយើងចុចរងចាំមកបាទឥឡូវយើងរងចាំមកសន្ទុះវាបាន activate ជោគជ័យហើយអញ្ចឹងបងប្អូនពេល activate ជោគជ័យហើយគឺវា load បែបនេះបាទបានថាវាបាត់load ផ្ទាំងខាងក្រោមនេះគឺលែងមានទៀតហើយបានថាយើង update បានថាយើង activate ជោគជ័យហើយបងប្អូនទាំងអស់គ្នាបាទអញ្ចឹងមានតែប៉ុណ្្នឹងទេវីដេអូសម្រាប់ចែកជូនបងប្អូននៅថ្ងៃនេះបាទសូមអរគុណ